បាទស្វាគមន៍ជាថ្មីមកកាន់កលុយបាទថ្ងៃនេះខ្ញុំនឹងជួយនាំបងប្អូនឲ្យបន្តការប្រើប្រាស់ app កត់លុយយើងបន្តទៀតដោយវីដេអូនេះយើងនឹងនិយាយអំពីការបង្កើតនៅខ្ទង់ចំណូលចំណាយសម្រាប់អាជីវកម្មក្នុងនោះតាមរយៈវីដេអូនេះបងប្អូនក៏អាចប្រើប្រាស់វិធីដូចគ្នានឹងដែរដើម្បីបង្កើតចំណូលចំណាយនៅក្នុងការប្រើប្រាស់កត់លុយសម្រាប់តខ្លួនផងដែរបាទហើយជារួមនៅក្នុងការប្រើប្រាស់កត់លុយសម្រាប់គ្រួសារសម្រាប់តខ្លួនគឺយើងមានខ្ទង់ចំណូលចំណាយស្រេចតែម្ដងបាទអញ្ចឹងមិនពិបាកបងប្អូនបង្កើតទេណាអាចបង្កើតថែមថយតាមយើងតាមអ្វីដែលជាស្ថានភាពចំណូលចំណាយជាក់ស្ដែងរបស់បងប្អូនបានបាទប៉ុន្តែសម្រាប់អាជីវកម្មបងប្អូនយើងស្រាប់ហើយអាជីវកម្មយើងមានច្រើនប្រភេទច្រើនបែបបទបាទយើងអាចធ្វើខ្ទង់ចំណូលចំណាយមានស្រាប់នៅក្នុងនោះឲ្យត្រូវតាមអាជីវកម្មរបស់បងប្អូនទាំងស្រុងទេហើយដូច្នេះហើយយើងខ្ញុំណានឹងក្រុមការងារនឹងជួយបងប្អូនឲ្យបង្កើតបានខ្ទង់ចំណូលចំណាយហើយតាមរយៈវីដេអូនេះបងប្អូនក៏អាចនឹងមើលពីវិធីនេះដើម្បីបង្កើតខ្ទង់ចំណូលចំណាយដល់ខ្លួនឯងដែរបាទអញ្ចឹងយើងចូលទៅក្នុង app កត់លុយបងប្អូនកុំភ្លេចណាបដូរទៅapp កត់លុយសម្រាប់អាជីវកម្មបាទអញ្ចឹងយើងដឹងហើយណា app កត់លុយមាន2សម្រាប់តខ្លួននិងអាជីវកម្មជូនបងប្អូនបដូរទៅអាជីវកម្មហើយបងប្អូនចុចសញ្ញាត្រេ3ខាងលើនេះបាទរួចហើយចុចទៅលើប្រភេទខ្ទង់ចំណូលចំណាយបាទនៅក្នុងនេះខ្ញុំអត់តបង្កើតអីសោះបាទអញ្ចឹងនៅទៅទេអញ្ចឹងទៅចំណូលបាទចំណាយយើងមានដូចទឹកភ្លើងអីអញ្ចឹងទៅណាគឺតម្រូវឲ្យបងប្អូនបង្កើតខ្លួនឯងឲ្យទៅមិនត្រូវទៅនឹងស្ថានភាពអាជីវកម្មរបស់យើងឧទាហរណ៍តែខ្ញុំលក់ធុងទឹកចម្រោះហើយដាក់ធុងទឹកចម្រោះនៅតាមទីសាធារណៈនៅតាមសាលារៀនជាដើមបាទបងប្អូននៅពេលដែលមកដល់កន្លែងនេះនៅពេលដែលបងប្អូនអត់បានទាន់ចុះឈ្មោះអត់ទាន់បានបង់លុយបាទកន្លែងនេះគឺតម្រូវឲ្យជីវណាបងប្អូនបាទអញ្ចឹងនៅក្នុងនេះតែ$2.99ទេក្នុងមួយឆ្នាំដើម្បីក្នុងមួយខែដើម្បីឲ្យបងប្អូនប្រើមុខងារសម្រាប់អាជីវកម្មនេះបាទហើយបើស្តង់ដារវិញ$16.99ហើយបើ Premium វិញបងប្អូនបង់តែ$32.99បងប្អូនបានទទួលពីអបរំបណ្ដាលផ្ទាល់ពីក្រុមពីគ្រូបរិញ្ញាបត្រផ្ទាល់របស់ពួកយើងដែលអាចជួបខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងយើងរៀនពីរបៀបប្រើយើងរៀនពីរបៀបធ្វើអាជីវកម្មយើងថែមទៀតបាទអញ្ចឹងខ្ញុំឧទាហរណ៍តែខ្ញុំបង់បាទខ្ញុំបង់បន្ថែមពេលវេលាឬអីចឹងណាដោយសារខ្ញុំបង់ហើយអញ្ចឹងកន្លែងនេះយើងចូលទៅប្រើប្រាស់តែម្ដងបាទសុំទោសបាទអញ្ចឹងយើងចូលទៅបញ្ចូលប្រភេទខ្ទង់ចំណូលឬក៏ចំណាយបាទបងប្អូនចុចមកនេះចំណូលនេះចំណាយណាអញ្ចឹងចុចចំណូលបងប្អូនដាក់មកចំណូលពីអីលក់ទឹកបាទលក់ទឹកណាលក់ទឹកនៅវិទ្យាល័យអីចឹងទៅបាទខ្ញុំមានដាក់នៅវិទ្យាល័យមួយចំនួនបាទវិទ្យាល័យព្រៃវែងអញ្ចឹងទៅបាទនៅខេត្តព្រៃវែងយើងដាក់ចឹងមកណាខ្ទង់ពាក្យថាខ្ទង់មិនន័យថាចំណូលហ្នឹងយើងចង់បែងចែកតាក់យ៉ាងម៉េចណាឲ្យយើងមើលឃើញថាយើងប្រហែលតែបងប្អូនលក់កាហ្វេបងប្អូនមានខ្ទង់ពីលក់កាហ្វេពីលក់តែគុជឬបើអីចឹងមកបាទតែតាមធម្មតាយើងពិបាកបែងចែកតិចពីព្រោះនៅពេលណាដែលយើងប្រើយើងព្រោះជំរាបជូនបងប្អូនថា app កត់លុយគឺយើងយកតែទិន្នន័យសរុបលុយតាម transaction គេហៅថាតាមការចាប់ចំណាយម្ដងរបស់អតិថិជនរបស់យើងណាអញ្ចឹងជួនកាលក៏ទិញកាហ្វេមួយក៏ទិញតែជ្រក់មួយអញ្ចឹងយើងអាចទៅបំបែកវាបានទេបងប្អូនកត់ត្រាដៃបំបែកបានណាប៉ុន្តែយើងនៅក្នុង app កត់លុយមានលក្ខណៈពិសេសមួយរបស់វាគឺទាញយករបាយការណ៍ពីធនាគារមកដាក់ក្នុង app កត់លុយមកអញ្ចឹងបងប្អូនអត់មានអាចរាប់បានថាលក់បានប្រហែលកែវឯមួយខែណាបាទយើងមុខងារនេះយើងអាចនឹងធ្វើនៅពេលណាដែលមានតម្រូវការទៅមុខទៀតណាបងប្អូនណាប៉ុន្តែយើងភ្ជាប់មួយនឹង app ផ្សេងណាមាន app មួយទៀតរបស់យើងអីចឹងទៅដើម្បីភ្ជាប់វាបាទតែជួនទៅនៅក្នុង app កត់លុយនេះគឺយើង base យើងផ្ដោតទៅលើតែលេខលុយបាទចំនួនទឹកប្រាក់ណាឲ្យបងប្អូនដឹងពីចំណូលចំណាយបានណាបាទបងប្អូនបាច់ខ្វល់ថាលក់ប្រហែលកែវចានកែវជួនកាលយើងដឹងស្រាប់ហើយបាទតាមរយៈលុយចូលយើងដឹងស្រាប់ហើយបាទព្រោះយើងធ្វើសម្រាប់អាជីវកម្មខ្នាតតូចណាបងប្អូនណាខ្នាតតូចបងប្អូនដែលជាអ្នកលក់កាហ្វេតូបកាហ្វេតាមផ្លូវបាទតែដល់ពេលបងប្អូនមានអតិថិជនច្រើនណាលក់អីវ៉ាន់ចាប់គួយលក់អីអានោះវាច្រើន
đó là maintain ná bà với ai chụp răng mà đây bạn đã đăng tập thầm lôi với hạt ai đăng stock đăng ai thành tiền đấy bà chẳng này từนี้บางคนไปโจลจังมั้ยมีพิซซ่าขมายมีพิซซ่าอังกฤษจังนั้นพิซซ่าอังกฤษบางคนบัดดักก็บ้านนะดักขมายទាំងអស់អញ្ចឹងក៏បានដែរអត់បញ្ហាទេបាទបងប្អូនដាក់ក៏ដាក់ទៅណាជាភាសាអង់គ្លេសបងប្អូនអាចដាក់បានកាន់តែល្អនៅពេលដែលបងប្អូនដូរភាសាទៅវាដូរឈ្មោះទុំចំណូលចំណាយយើងនឹងដែរបាទយើងបរិ income អីចឹងទៅឬក៏ water private អីចឹងទៅបាទណាយើងបង្កើតចឹងបាទចឹងចំណូលនេះវាជាចំណូលអីបងប្អូនណាចំណូលអីបាទលក់ទឹកនៅវិទ្យាល័យប្រវេតនេះហើយវាជាចំណូលអីជាចំណូលគោលរបស់អាជីវកម្មយើងឬក៏ចំណូលបន្តបន្សំណាបងប្អូនលក់កាហ្វេលក់អីអាចមានចំណូលគោលពីកាហ្វេហ្នឹងទៅគេបាទពីតែគុជពីអីហ្នឹងចំណូលគោលប៉ុន្តែដូចអាថានៅសល់កដុងនៅសល់កំប៉ុងនៅសល់អីដែលយើងអាចលក់ឲ្យចាយបានណាអានេះគេហៅចំណូលបន្តបន្សំចំណូលដែលយើងមិនមានគេហៅថាមិនបានដាក់លុយមិនបានបដោតមិនបានជាគោលបំណងរបស់អាជីវកម្មយើងទេអញ្ចឹងអានេះគេហៅចំណូលបន្តបន្សំហ្នឹងបាទតែចំណូលគោលគឺចំណូលដែលយើងមុខរបរយើងនឹងឯងបាទអញ្ចឹងដាក់មកជាចំណូលគោលហើយបងប្អូនរើសយក category នេះគេហៅថាជ្រើសរើសរូបតំណាងមកបាទរូបតំណាងមកទឹកអីឡៃណាទឹកអីរមើលទៅបាទអាចមានកន្លែងណាទឹកអីណាចុចទៅមុខទៀតទៅនេះបាទហើយបងប្អូនអាចបង្កើតបានខ្លួនឯងថតរូបដាក់អីខ្លួនឯងថែមទៀតដែរបាទបងប្អូនបាទសាកល្បងប្រាស់បាទកុំបារម្ភបាទអញ្ចឹងខ្ញុំរករូបមួយណាចាស់បាទលឿនណាបងប្អូនណាចុចយកនេះចាស់បាទហើយដូរពណ៌បានបាទដូរពណ៌បានចុចយកបង្កើតកាបូបលុយបាទនេះបងប្អូននេះកន្លែងចំណូលយើងបង្កើតបានលក់ទឹកនៅវិទ្យាល័យព្រៃវែងអញ្ចឹងអត់ទៅចូលលុយមកចំណូលពីលក់ទឹកក្នុងវិទ្យាល័យព្រៃវែងបាញ់ QR មកខ្ញុំមកខ្ញុំទាញយករបាយការណ៍ពីគណនីបាទធនាគារដាក់ចូលក្នុង app កត់លុយអាកន្លែងនេះខ្ញុំដឹងថាខ្ញុំត្រូវរើសយកខ្ទង់ចំណូលគឺលក់ទឹកនៅវិទ្យាល័យព្រៃវែងដល់ទឹកនៅវិទ្យាល័យផ្សេងទៀតខ្ញុំទាញមកខ្ញុំចូលដាក់ចូលហ្នឹងណាតាមវិទ្យាល័យមួយតាមគេហៅថា category តាមប្រភេទចំណូលចំណាយតាមខ្ទង់ចំណូលចំណាយហ្នឹងទៅបាទចំណាយក៏ដូចគ្នាដែរបងប្អូនណានេះមានទឹកភ្លើងអីចឹងដែរបងប្អូនបង្កើតមកបាទមានអីទៀតមានប្រាក់ខែបុគ្គលិកអីចឹងទៅបាទនេះបាទបុគ្គលិកប្រាក់ខែបុគ្គលិកបើបងប្អូនមានបុគ្គលិកណាហើយក្នុងនេះបងប្អូនត្រូវជ្រើសរើសយកចំណាយថេរឬក៏ចំណាយប្រែប្រួលណាហើយ4ប្រភេទនេះគឺចាំបាច់ណាបងប្អូនណាដើម្បីឲ្យយើងវិភាគអាជីវកម្មយើងបានបងប្អូនត្រូវតែជ្រើសរើសឲ្យបានត្រឹមត្រូវអាណាជាចំណូលអាណាជាចំណាយថេរអាណាជាចំណាយប្រែប្រួលណាមិនដាក់សេចចិត្តបានទេមិនគេហៅថាមិនដាក់ឲ្យតែបានទេណាត្រូវតែច្បាស់ពីវាដើម្បីឲ្យបងប្អូនដើម្បីឲ្យ app កាត់លុយអាចនឹងវិភាគស្ថានភាពអាជីវកម្មរបស់យើងបានបងប្អូនដាក់តលុយចូលមកវាចេះប្រាប់យើងតិចទៀតមុខងារឆ្នាំ2026មុខងារកាន់តែពិសេសណាមានមុខងារ AI សម្រាប់វិភាគអាជីវកម្មឲ្យបងប្អូនគាត់ដាក់លេខចូលមកគឺវាវិភាគឲ្យហ្មងណាយើងគួរតែមានយុទ្ធសាស្ត្រអីយើងគួរតែធ្វើមិនថ្ងៃមុខទៀតបាទចឹងចំណាយបុគ្គលិកគឺជាចំណាយថេរបងប្អូនណាត្រូវចាំថាចំណាយថេរគឺចំណាយទាំងឡាយណាដែលទោះយើងអត់លក់ក៏យើងត្រូវចេញលុយដែរយើងត្រូវចាយដែរទឹកភ្លើងណាអត់អាចបិទតូបបានទេណាលក់ដាច់មិនដាច់គឺលក់ដាច់ប្រហែលក៏ដោយថ្ងៃខែណាលក់ដាច់ខែណាលក់មិនដាច់ទឹកភ្លើងត្រូវបង់ប្រាក់ខែត្រូវបង់ណាបាទហើយជួលទៅតូបជួលដីគេជួលផ្ទះគេត្រូវបង់បាទហ្នឹងគេហៅចំណាយថេរចំណាយប្រែប្រួលស្អីគេចំណាយប្រែប្រួលគឺបងប្អូនទិញកាហ្វេទិញគ្រាប់កាហ្វេទិញស្ករទិញទឹកដោះគោគឺយើងលក់10កែវវាស្មើនឹងយើងចំណាយទៅលើទឹកកាហ្វេទឹកដោះគោស្អីហ្នឹង10កែវដែរបាទឃើញទេខែណាលក់ច្រើនដាច់ច្រើនយើងចំណាយច្រើនណាខែណាលក់តិចចំណាយតិចអាហ្នឹងគេហៅចំណាយប្រែប្រួលឃើញទេបងប្អូនច្បាស់កន្លែងហ្នឹងណាបាទអញ្ចឹងប្រាក់ខែបុគ្គលិកចំណាយថេរបាទអញ្ចឹងខ្ញុំរើសមកប្រាក់ខែបុគ្គលិកបាទ icon មួយណាបាទយកនេះចាស់បាទដាក់ពណ៌លឿងពណ៌នេះចាស់បាទតែបង្កើតមកឃើញទេបងងាយឃើញទេបាទអញ្ចឹងរាល់ប្រតិបត្តិការដែលបងប្អូនបានចាយទៅលើអាជីវកម្មយើងបងប្អូនជ្រើសរើសបានត្រឹមត្រូវបងប្អូនបាញ់ QR code ឲ្យគេបងប្អូន transfer ឲ្យគេតាម account គណនីធនាគាររបស់យើងរួចហើយទាញរបាយការណ៍ដាក់ចូលក្នុង app កាត់លុយឬខ្ទង់ឲ្យបានត្រឹមត្រូវអូខេណា app កាត់លុយនឹងជួយវិភាគអាជីវកម្មរបស់យើងបាទ
ចឹងសង្ឃឹមថាបងប្អូនអាចយកទៅបង្កើតខ្ទង់ចំណូលចំណាយខ្លួនយើងហើយគ្រប់គ្រងអាជីវកម្មរបស់យើងបាទចឹងចាប់ដើមប្រើ app កត់លុយមានព័ត៌មានឬក៏ចំណុចណាមួយដែលមិនទាន់ច្បាស់បងប្អូនអាចតាក់ទងមកក្រុមការងារឬក៏នៅក្នុង app កត់លុយក៏យើងមានកន្លែងដែរទំនាក់ទំនងដែរបងប្អូនដូរមកផ្ទាល់ខ្លួនមកបងប្អូនចុចត្រេ3នេះមករួចហើយចុចកន្លែងជំនួយបាទនៅទីនេះមាន Telegram មានទូរស័ព្ទអាចតាក់ទងមកយើងតាម Telegram ក៏បានដែរបាទសូមអរគុណជួបគ្នាវីដេអូក្រោយ